មនាលភិក្ខុទាំងឡាយសេចក្តីលំបាកនេះមាន3យ៉ាងសេចក្តីលំបាក3យ៉ាងតើអ្វីខ្លះរាគៈជាសេចក្តីលំបាកមួយទោសៈជាសេចក្តីលំបាកមួយមោហៈជាសេចក្តីលំបាកមួយមនាលភិក្ខុទាំងឡាយសេចក្តីលំបាកមាន3យ៉ាងនេះឯងមនាលភិក្ខុទាំងឡាយចុះប្រតិបត្តិអត់ធន់តើដូចម្ដេចមនាលភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះជាអ្នកអត់ធន់ចំពោះត្រជាក់ក្តៅសេចក្តីឃ្លានស្រែកចំពោះសម្ផស្សនៃរបបមូសខ្យល់កម្ដៅថ្ងៃនិងពស់តូចពស់ធំចំពោះពាក្យសម្ដីដែលអាក្រក់ជួជាតិជាអ្នកអត់ធន់ចំពោះវេទនាដែលកើតឡើងក្នុងសរីរៈរាងកាយដែលជាទុក្ខឃ្លាវខ្លាក្រហល់ក្រហាយខ្លោចផ្សាមិនត្រជាក់ចិត្តមិនគប់ចិត្តដែលអាចនឹងឆក់យកជីវិតទៅបានមនាលភិក្ខុទាំងឡាយនេះហៅថាប្រតិបត្តិអត់ធន់